ជំរាបសួរបងប្អូនទាំងអស់គ្នាមានបងប្អូនជាច្រើនសួរខ្ញុំទៅនឹងការមកប្រទេសអ៊ីស្រាអែលសួរទាំងនៅលើបណ្ដាញសង្គម Facebook សង្គម TikTok ក៏ដូចជា YouTube ផងដែរគាត់តែសួរខ្ញុំថាធ្វើម៉េចបានមកប្រទេសអ៊ីស្រាអែលហើយមកតាមរយៈណាហើយមិនមែនជានិស្សិតមកបានអត់សម្រាប់ការមកប្រទេសអ៊ីស្រាអែលនេះគឺមកបានតាមពីវិធីទី1ជានិស្សិតហាត់ការនៅរៀននៅសាកលវិទ្យាល័យភូមិន្ទកសិកម្មនិងប្រាច់លៀបទី2គឺមកតាមរយៈពលករសម្រាប់ពលករហ្នឹងគឺខ្ញុំមកតាន់ច្បាស់ទេថាគេបញ្ជូនមកនៅពេលណាទេតែគ្រាន់តែខ្ញុំដឹងថានៅថ្ងៃទី30ខែ11ហ្នឹងក្រសួងការងារបានចុះមកប្រទេសអ៊ីស្រាអែលមកជួបសន្ទនាជាមួយនឹងពួកខ្ញុំតែដោយសារអញ្ជើញពួកខ្ញុំទៅដែរតែខ្ញុំអត់បានទៅទេតែមិត្តភ័ក្តិបានទៅគឺអញ្ជើញទៅចំនួន10នាក់ហ្វាមខ្ញុំអញ្ចឹងអត់ខ្ញុំម្នាក់ហើយគាត់បានសន្ទនាជាច្រើនហើយគាត់បានមកចុះកិច្ចព្រមព្រៀងបញ្ជូនពលករមកប្រទេសអ៊ីស្រាអែលតែតាមតែខ្ញុំតាមដាន page ផ្លូវការរបស់ក្រសួងការងារអត់តាន់បានបញ្ជូនពលករមកប្រទេសអ៊ីស្រាអែលទេអញ្ចឹងអត់តាន់ដឹងច្បាស់ការថាមកហ្នឹងរៀនអត់ទេហើយមិនរៀនក៏ខ្ញុំអត់ដឹងដែរហើយមួយទៀតណាមួយអាចនឹងគេអត់តាន់បញ្ជូនមកទេដោយសារតែគេនៅសិក្សាផ្សេងហើយបងដែលសូមមេត្តាប្រុងប្រយ័ត្នមែនទែនបងដែលចង់មកជាលក្ខណៈពលករហ្នឹងអាចបងប្រយ័ត្នទាក់ទងនឹងការបង់លុយមុនខ្ញុំឃើញមានគេអ្នកខ្លះផុសទាក់ទងនឹងការបង់លុយមុន3800អ្នកខ្លះក៏240អាហ្នឹងខ្ញុំអត់ដឹងច្បាស់ថាគេបញ្ជូនបានមកក៏អត់ទេដោយសារតែក្រសួងការងារអត់តាន់ចេញជាផ្លូវការបងដែលចង់ដឹងព័ត៌មានបាសអាចទៅសួរទាក់ទងនឹងក្រសួងការងារក៏ឬអាចឆាតthrough page ក៏ឬតាមដាន page ក៏បានដែរហើយសម្រាប់ពួកខ្ញុំមកជានិស្សិតកសិកម្មទៀតគាត់សួរថាមានប្រឡងអត់ហើយសម្រាប់ការមកទៅអ៊ីស្រាអែលនេះគឺខ្ញុំមកប្រឡងជាភាសាអង់គ្លេសប្រឡងរួចបានពួកខ្ញុំមកនេះគឺប្រឡងជាប់គឺប្រឡងពិសាគឺលើកទី1តើជាភាសាអង់គ្លេសទី2គឺសម្ភាសជាមួយនឹង farm យើងសម្ភាសផ្សេងហើយបើយើងត្រូវធ្វើឯកសារផ្សេងទៀតច្រើនបានយើងមកដល់ទីនេះគឺវាចំណាយអស់ក្រែលដែរហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេហើយខ្ញុំនឹងចេញទាក់ទងនឹងវីដេអូទាក់ទងនឹងការងារទាក់ទងនឹងភាសានៅនេះខ្ញុំបានចេះបានតិចតួចដែរភាសាការងារ